ម៉ែអ្នកខ្លះមានម៉ែហៅតែបែរជាពេលខ្លះខឹងម៉ែស្អប់ម៉ែមិននិយាយរកម៉ែគិតថាគាត់តឹងរឹងស្ដីបន្ទោខឹងគាត់ស្រឡាញ់មិនស្មើគ្នាមិនទិញអ្វីដែលខ្លួនចង់បានអន់ចិត្តគ្រប់រឿងសុទ្ធតែមិនចង់ជួបមុខម៉ែអ្នកខ្លះស្រែកដាក់ម៉ែទៀតតែអ្នកខ្លះវិញរកតែម៉ែហៅមិនបានទឹកភ្នែកស្រក់ឲ្យតែគេរំលឹករឿងម្ដាយព្រោះជាកូនកំព្រាឯកាណាស់គ្មានម្ដាយណាដែលមិនស្រឡាញ់កូនគ្មានម្ដាយណាដែលមិនចង់ឲ្យកូនល្អពេលនេះអ្នកមានម៉ែនៅក្បែរតាមមើលថែបារម្ភអ្នកសំណាងណាស់ទៅហើយចំណាយពេលរស់នៅជាមួយគាត់លើកទូរស័ព្ទទោះបីរវល់យ៉ាងណានិយាយពាក្យសុំទោសនិយាយថាកូនស្រឡាញ់ម៉ែខ្លាំងណាស់ឲ្យបានច្រើនដងកុំអៀនក្នុងការនិយាយសុំទោសចំពោះម៉ែអីព្រោះថាមនុស្សយើងមិនថោកអីនឹងដៃមិនថ្លៃអីនឹងមាត់ទេព្រោះថាម៉ែរបស់យើងគឺជាអ្នកមានគុណម៉ែរបស់យើងគឺជាមនុស្សទី1ដែលបានបង្កើតយើងឲ្យបានឃើញនៅពន្លឺថ្ងៃឲ្យបានឃើញនៅមនុស្សគ្រប់គ្នាឲ្យបានស្គាល់នៅមនុស្សគ្រប់គ្នានៅពេលម៉ែបង្កើតយើងមកម៉ែមិនចង់បានអ្វីពីកូនទេគឺម៉ែតែងតែចង់ឲ្យកូនល្អដើរតាមផ្លូវប្រធមតាមកន្លងតាមប្រពៃណីដែលត្រឹមត្រូវម៉ែជាជីវិតម៉ែជាកម្លាំងចិត្តម៉ែជាអ្នកពិភាក្សាម៉ែជាអ្នកលើកទឹកចិត្តមិនថាមានរឿងអីទេម៉ែជាមនុស្សទី1ដែលកូនប្រាប់មុនគេកូនកាន់តែធំម៉ែកាន់តែចាស់តែចិត្តម៉ែមិនដែលផ្លាស់នៅស្រឡាញ់កូនដដែល